សួស្តីបងប្អូនទាំងអស់គ្នាដែលបងប្អូនបាទគាត់ខមមិនឆ្ងល់បាទជាច្រើនចំពោះនឹងលិខិតឆ្លងដែនក៏ដូចជា passport ដែលគាត់តែងតែបាទធ្វើទៅខុសឈ្មោះពីអត្តឬក៏ខុសឈ្មោះពីស្ប័ណ្ណកំណើតដូចដែលបងប្អូនប្រុសគាត់ខមមិនបាទនៅខាងសួរមកខាង YouTube ហ្នឹងគាត់ឆ្ងល់គាត់សួរថាលិខិតឆ្លងដែនរបស់គាត់បាទខុសពីខុសឈ្មោះពីអត្តសញ្ញាណប័ណ្ណហើយគាត់ត្រូវកែបាទឈ្មោះពីលិខិតឆ្លងដែនឬក៏គាត់កែអត្តសញ្ញាណប័ណ្ណបាទត្រូវចាំថាលិខិតឆ្លងដែននេះធ្វើចេញបានលុះត្រាតែបាទខាងប្អូនឬក៏ដូចជាបងមានអត្តសញ្ញាណប័ណ្ណបានគេចេញលិខិតឆ្លងដែនឲ្យបានដូច្នេះហើយបាទអូនត្រូវតែបាទកែអត្តសញ្ញាណប័ណ្ណឲ្យត្រូវជាមួយនឹងសម្បត្តិកំណើតបាទបន្ទាប់ពីកែខាងមូលដ្ឋានបងអូនរស់នៅរួចហើយបងយកអត្តសញ្ញាណប័ណ្ណថ្មីហ្នឹងដែលឈ្មោះត្រូវជាមួយនឹងសម្បត្តិកំណើតអីហ្នឹងភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណជាប់បាទសំទោសភ្ជាប់ជាមួយនឹង passport ដែលខុសឈ្មោះចាស់ហ្នឹងអូនត្រូវយកទៅបាទនៅខាងពេកប្រាហ្នឹងហើយភ្ជាប់យកទៅកន្លែងធ្វើលិខិតឆ្លងដែនហ្នឹងបើសិនជាអូនធ្វើអត្តសញ្ញាណប័ណ្ណថ្មីហើយអូនយកទៅធ្វើ passport អូនអត់យក passport ដែលខុសឈ្មោះនឹងទៅតាមទេគឺគេសួររយព្រោះថាកាលហ្នឹងខ្ញុំក៏ដូចជាសំណាងល្អដែរខ្ញុំនៅឆ្ងាយនៅដល់ខេត្តស្ទឹងត្រែងវាឆ្ងាយហើយទៅទីក្រុងភ្នំពេញវាជិត500គីឡូហើយយើងទៅធ្វើអត្តសញ្ញាណប័ណ្ណហើយយើងអត់ស្គាល់អ្នកណាទាំងអស់បាទហើយស្គាល់លេខពពូម្នាក់ដែលគាត់អ្នកធ្វើវីសាឬក៏បាទឬឯកសារផ្សេងៗមានលេខទូរស័ព្ទរបស់គាត់ចាំខ្ញុំដាក់នៅtrongវីដេអូឲ្យបើសិនបងប្អូនចង់ធ្វើគឺតាក់ទងបាទលេខរបស់គាត់ទៅគឺងាយស្រួលបន្ទាប់មកខ្ញុំក៏ដំបូងខ្ញុំគិតថាទៅធ្វើថ្មីតែម្ដងព្រោះមានអត្តសញ្ញាណប័ណ្ណថ្មីទៅធ្វើយកថ្មីតែម្ដងមិនចាំបាច់កាន់ passport ចាស់ទៅទេនាំតែញ៉ៃប៉ុន្តែនឹកម្យ៉ាងទៀតគឺដាក់សកួរទៅតាមទៅហើយពេលទៅធ្វើហ្នឹងគឺបាទគេ scan មេដៃគេយកតាញ្ញាណប័ណ្ណអីយើងហើយគេ scan មេដៃគេវា load passport ចាស់យើងណាព្រោះបន្ទាប់មកគេសួររក passport ចាស់យើងបើស្នេះយើងអត់មានណាក៏គេអត់ធ្វើឲ្យដែរអញ្ចឹងយើងត្រូវយក passport ចាស់ទៅឲ្យគេហើយគេនឹងយក cancel ឬក៏គេចោះដូច passport ចាស់អញ្ចឹងបងប្អូនគេចោះបាទគេចោះគេ cancel ឲ្យចាស់ចឹងបានគេចេញថ្មីឲ្យហើយបាទបងប្អូនត្រូវតែយកទៅតាមចំពោះ passport ដែលខុសឈ្មោះហ្នឹងហើយការទៅធ្វើហ្នឹងគឺបងប្អូនត្រូវតែបាទចេញមានអត្តសញ្ញាណប័ណ្ណឲ្យត្រូវឈ្មោះឲ្យត្រូវអីឲ្យស្រេចទៅនិយាយស្រួលបើសិនជាអត់មានអត្តសញ្ញាណប័ណ្ណក៏គេអត់ធ្វើឲ្យដែរត្រូវចាំអញ្ចឹងណាអញ្ចឹងសំណួរដែលបងប្អូនគាត់សួរគាត់ឆ្ងល់តាំងប្រហែលហ្នឹងបាទគាត់អាចខមមិនឲ្យខ្ញុំក៏បកស្រាយដែរហើយបើមានអីឆ្ងល់កន្លែងណាក៏ខមមិនសួរបានទៀតខ្ញុំនឹងបាទជួយចែករំលែកបន្តហើយចំពោះលេខទូរស័ព្ទលោកពូនេះបងប្អូនគឺលេខទូរស័ព្ទរបស់គាត់អាចតាក់ទងបានគាត់បាទប្រាប់ពីរបៀបហើយក៏ណាត់ជួបអ្នកដែលនៅក្នុងបាទរៀបចំឲ្យយើងបានងាយស្រួលបើយើងទៅឆៅយើងនេះទៅគឺវាពិតជារងចាំយូរឬក៏បាទបន្តិចចឹងបងប្អូនបាទបងប្អូនចំពោះមួយវិញទៀតដែលបងប្អូនប្រុសសម្រាប់គាត់ថាលិខិតឆ្លងដែនដែលធ្វើថ្មីកែឈ្មោះហ្នឹងតម្លៃប៉ុន្មានបាទបញ្ជាក់បងប្អូនឬក៏ដូចជាអមពុំទាំងអស់គ្នាគឺលិខិតឆ្លងដែនបាទដូចជាបងស្រីតគាត់មិនសួរថាតម្លៃវាប្រមាណបាទបងប្អូនបញ្ជាក់ថាតម្លៃគឺដូចថ្មីអញ្ចឹងគឺគេកែឈ្មោះឲ្យយើងបន្តិចខុសតកូលដូចខ្ញុំអញ្ចឹងខុសតែតកូលបន្តិចតកូលខ្ញុំហាត់ប៉ុន្តែខាតតែប័ណ្ណចេញដាក់ហាក់អញ្ចឹងខុសតែបន្តិចតែប៉ុន្តែគេធ្វើតម្លៃគឺដូចថ្មីតែម្ដងគឺតម្លៃ$115បាទចំពោះយើងបានមានទឹកចិត្តជូនបងដែលគាត់នាំធ្វើដែលអីហ្នឹងទៅតាមទឹកចិត្តយើងជូនគាត់មិនតាមហ្នឹងទៅប៉ុន្តែបើយើងបាទធ្វើជាផ្លូវការគឺតម្លៃ115នៅទេប៉ុន្តែខ្ញុំធ្វើនេះវារយៈពេលចូល7ឆ្នាំហើយខ្ញុំទៅកែឈ្មោះខ្ញុំកែតកូខ្ញុំតិចហ្នឹងប៉ុន្តែចង់និយាយថាឥឡូវគេអាប់ដេតតម្លៃចុះឡើងមិនក៏ខ្ញុំអត់ដឹងទេព្រោះថាហ្នឹងគឺខ្ញុំធ្វើគឺខ្ញុំប្រាប់ពីតម្លៃដែលខ្ញុំបាទធ្វើកាលពី2ឆ្នាំមុនតែប៉ុណ្ណឹងទេបងប្អូនដូច្នេះហើយបាទបងប្អូនចង់បាទដឹងព
ព័ត៌មានច្បាស់ឬក៏ដូចជាទៅកែផ្ទាល់អញ្ចឹងបងប្អូនអាចយកលេខទូរស័ព្ទលោកពូដែលខ្ញុំដាក់នៅនឹងព្រោះថាគាត់ជាអ្នកជំនាញនៅក្នុងហ្នឹងហើយគាត់មានក្មួយគាត់អីធ្វើការប្រចាំនៅក្នុងហ្នឹងគឺយើងមានលេខពួកគាត់គឺយើងងាយស្រួលតែធ្វើតែម្ដងយើងណាត់ពេលណាត់ម៉ោងគាត់អញ្ចឹងណាកុំបាក់យើងទៅអង្គុយចាំយូរដូចអ្នកខ្លះក៏អត់ដឹងអញ្ចឹងគឺទៅតម្រង់ជួចាំយូរមែនតើហើយវាពិបាកបាទហើយដូចការខ្ញុំធ្វើអត្តញ្ញាណចាស់ហ្នឹងគឺយើងទៅឆ្កុយយើងតម្រង់ជួចាំសង្ឃថាពាក់កណ្ដាលថ្ងៃបានធ្វើអញ្ចឹងណាប៉ុន្តែសម្រាប់ឥឡូវគេមានក្រុមការងារបច្ចេកទេសគេងាយស្រួលកែនៅនឹងផ្ទាល់តែម្ដងវាស្រួលហើយនេះអត្តញ្ញាណប័ណ្ណចាស់ដែលគេកែគឺគេត្រូវ cancel ហើយគេចោះចឹងតែម្ដងអញ្ចឹងបងប្អូនត្រូវតែភ្ជាប់ទៅបាទ passport នឹងត្រូវតែភ្ជាប់ទៅដែលគេចោះគេយកទៅ cancel បើយើងអត់កាន់អានឹងទៅទេគេអត់ចេញឲ្យយើងទេនេះបងប្អូនឃើញហើយតើគោលខ្ញុំវាខុសចាំបានមានតែប៉ុណ្ណឹងអរគុណច្រើន